ព្រឹត្តិការណ៍អវកាសដ៏អស្ចារ្យទាំង5ដែលអ្នកនឹងគ្មានឱកាសបានឃើញជាច្បាប់ធម្មជាតិនិងក្នុងនាមជាមនុស្សជាតិយើងនឹងមិនអាចរស់នៅបានយូររហូតដល់បានទស្សនានៅព្រឹត្តិការណ៍ដ៏មហិមាទាំងនេះឡើយមួយការរលាយបាត់នៃក្រុមផ្កាយក្នុងរយៈពេល100,000ឆ្នាំរាល់ក្រុមផ្កាយទាំងអស់ដែលអ្នកធ្លាប់ស្គាល់និងចំណាំបាននៅពេលបច្ចុប្បន្ននឹងត្រូវរលាយបាត់រូបរាងអស់ក្រុមផ្កាយព្រានព្រៃឬក្រុមផ្កាយខ្លាធំនឹងមិនមានវត្តមានទៀតឡើយនេះក៏ព្រោះតែនៅពេលដែលប្រព័ន្ធព្រះអាទិត្យរបស់យើងធ្វើដំណើរជុំវិញកាឡាក់ស៊ី Milky Way ទីតាំងរបស់ផ្កាយនានានឹងផ្លាស់ប្ដូរយឺតៗដែលធ្វើឲ្យផ្ទៃមេឃនាពេលរាត្រីត្រូវបានគូររូបរាងឡើងវិញទាំងស្រុង 2. ព្យុះផ្កាយដុះកន្ទុយក្នុងរយៈពេល 1.3 លានឆ្នាំផ្កាយមួយដែលស្ថិតនៅក្បែរខាងយើងនឹងធ្វើដំណើរមកគៀកនឹងប្រព័ន្ធព្រះអាទិត្យរបស់យើងកម្លាំងទំនាញរបស់ផ្កាយនោះនឹងទៅអង្រួនតំបន់អត់ក្លោតដែលជាតំបន់សម្បូរទៅដោយដុំទឹកកកអវកាសរួចបញ្ជូនព្យុះផ្កាយដុះកន្ទុយយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ភពដែលស្ថិតនៅស្រទាប់ក្នុងព្រឹត្តិការណ៍នេះនឹងបង្កើតឲ្យមានផ្ទាំងទស្សនីយភាពផ្កាយដុះកន្ទុយដ៏ស្រស់ស្អាតនិងអស្ចារ្យពេញផ្ទៃមេឃជាបន្តបន្ទាប់ 3. សូរ្យគ្រាសពេញវង្សចុងក្រោយបង្អស់ក្នុងរយៈពេល600លានឆ្នាំនេះនឹងជាពេលវេលានៃការកើតមានសូរ្យគ្រាសពេញវង្សលើកចុងក្រោយបំផុតក្នុងប្រវត្តិសាស្ត្រផែនដីជារៀងរាល់ឆ្នាំព្រះច័ន្ទកំពុងតែរំកិលខ្លួនឃ្លាតឆ្ងាយពីផែនដីក្នុងចម្ងាយប្រហែល 3.8 សង់ទីម៉ែត្រជាលទ្ធផលនៅពេលអនាគតដ៏ឆ្ងាយព្រះច័ន្ទនឹងមានទំហំតូចរហូតមិនអាចបិទបាំងពន្លឺព្រះអាទិត្យឲ្យជិតឈឹងបានទៀតឡើយ 4. ការភ្ញាក់ដឹងខ្លួននៃប្រហោងខ្មៅយក្សក្នុងរយៈពេល 2000 លានឆ្នាំប្រហោងខ្មៅដ៏មហិមា Supermassive Black Hole ដែលស្ថិតនៅចំកណ្ដាលកាឡាក់ស៊ីរបស់យើងអាចនឹងភ្ញាក់ដឹងខ្លួនឡើងវិញវានឹងចាប់ផ្ដើមលេបត្របាក់ឧស្ម័ននិងផ្កាយនានាដែលនៅជុំវិញដែលដំណើរការនេះនឹងបង្កើតជាពន្លឺដ៏ខ្លាំងក្លាបំភ្លឺពេញកាឡាក់ស៊ី Milky Way ទាំងមូល 5. យុគសម័យកាឡាក់ស៊ីខ្មោចឆៅក្នុងរយៈពេល1000លានឆ្នាំរចនាសម្ព័ន្ធចុងក្រោយនៃសកលលោកនឹងសេសសល់ត្រឹមតែកាឡាក់ស៊ីខ្មោចឆៅប៉ុណ្ណោះទាំងនេះគឺជាកាឡាក់ស៊ីដែលបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារវាផ្សំឡើងស្ទើរតែទាំងស្រុងដោយរុនខ្មៅហើយគ្មានផ្កាយថ្មីៗចាប់កំណើតទៀតឡើយ